បាទជួយរៀនបងហើយនេះមានថ្ងៃទឹកចុះសម្បូរកូនសិស្សមករៀនមកកាប់ដូងកាប់អីខ្លួនឯងបាទនេះគាត់តែងយកទៅកូនសិស្សមកអត់មានតនេទេកាប់ដូងមកហើយមកតាំងពីកំពង់ចាមមកលេងសើចកូនសិស្សលពុយបាយអើយកូនសិស្សពុយបាយឥឡូវប្រាប់ឲ្យតាមតលាយខ្លួនឯងអត់សុខចិត្តនិយាយទៅបាច់ខ្លាចខ្លាចទេលេងយើងលេងវាដាក់អំបិលដាក់ហ្នឹងគេហៅលេងទឹកអំបិលហ្នឹងបងគ្រូនៃខ្ញុំបរោះនេះបងគាត់ទេមកពីបាទគឺថាបងគាត់អញ្ជើញមកទិញហ្នឹងគឺថាគាត់ចង់រៀនផ្ទាល់បាទគាត់ធ្វើចំណៃធ្វើអីខ្លួនឯងគាត់អញ្ចឹងណាបាទហើយម្យ៉ាងទៀតគឺគាត់ទិញសាច់ដួងយកទៅហូបទៅអីហ្នឹងគឺយើងត្រូវធ្វើម្ហូបជូនគាត់មើលឲ្យច្បាស់បាទគាត់ចង់ឃើញតែយើងធ្វើមិនឆ្ងាញ់អញ្ចឹងធ្វើឲ្យគាត់មើលបាទហើយអរគុណបងដែលចូលចិត្តវិស័យកសិកម្មដើម្បីការកាត់បន្ថយរាល់ការចំណាយទៅលើទីផ្សារបាទអញ្ចឹងយើងអាចមានរបស់ខ្លួនយើងនៅក្នុងផ្ទះបាទយើងចង់ហូបស្វាបានក៏បានបាទយើងមិនបាច់ចាំចំណាយពេលជិះឡានជិះម៉ូតូទៅទិញម្ហូបឆ្ងាយអញ្ចឹងយើងមានរបស់ល្អនៅក្នុងផ្ទះស្រាប់គឺយើងកាត់បន្ថយភាពលំបាកច្រើនបាទហើយនឹងសុវត្ថិភាពជាចម្បងគឺសុវត្ថិភាពទាំងអាហារសុវត្ថិភាពទាំងការចេញទៅក្រៅបាទសូមអរគុណ